ជំរាបសួរដល់ពុកម៉ែបងប្អូនតាមដានទស្សនានៅវីដេអូនេះនៅថ្ងៃនេះខ្ញុំបានលើកយកនៅព័ត៌មានក្តៅៗថ្មីមួយទៀតទាក់ទងទៅនឹងទាហានខ្មែររបស់យើងចំនួនរបស់ខ្មែរយើងនៅឯតាមព្រំដែនជាដែនថៃបាទដូចដែលពុកម៉ែបងប្អូនបានដឹងរួចមកហើយថានៅព្រឹកមិញនេះគឺមានការផ្ទុះអាវុធមួយនៅឯព្រំដែនថៃខ្មែរយើងនេះបាទតើតើនឹងការផ្ទុះអាវុធព្រឹកមិញហ្នឹងគឺទាហានខ្មែរយើងម្នាក់គាត់ឈ្មោះរ៉ូនគាត់ឈ្មោះសួនរ៉ូនបាទអាយុ48ឆ្នាំហើយមានទីលំនៅនៅក្នុងភូមិកំពីងឃុំជាងស្រុកចងសាមខេត្តព្រះវិហារនិងជាទាហានមកឈរជើងនៅតំបន់ព្រំដែនមុំ3បាទហើយក៏បានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃបាទនៅព្រឹកថ្ងៃទី28យើងនេះបាទគឺព្រឹកមិញនឹងតែម្ដងបាទការផ្ទុះអាវុធហ្នឹងហើយក្នុងការផ្ទុះអាវុធហ្នឹងបណ្ដាលឲ្យទាហានខ្មែររបស់យើងម្នាក់គឺក៏បានស្លាប់បាទពុកម៉ែបងប្អូនហើយតាក់ទងទៅនឹងការស្លាប់របស់គាត់ហ្នឹងដែរគឺសាច់ញាតិគាត់ម្នាក់ដែលសូមបញ្ចេញឈ្មោះហ្នឹងបានប្រាប់ទៅវិទ្យុអាស៊ីសេរីថាបច្ចុប្បន្ននឹងពិធីបុណ្យសពរបស់លោកសួនរ៉ូនហ្នឹងបាទកំពុងតែធ្វើនៅក្នុងបន្ទាយទាហានកងពលលេខ9បាទតកតងទៅនឹងការវាយប្រហារហ្នឹងទាហានខ្មែរនិងថៃហ្នឹងបានបើកការវាយប្រហារក្នុងរយៈពេលខ្លីបាទគឺស្ថិតនៅក្នុងតំបន់ចំនួនតាមព្រំដែនបាទនៅថ្ងៃពុធនេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានAPនិងបណ្ដាញសារព័ត៌មានរបស់ថៃបាទអញ្ចឹងតកតងនឹងការវាយប្រហារនេះគឺវាយប្រហារក្នុងរយៈពេលខ្លីទេពុកម៉ែបងប្អូនបាទនៅក្នុងនោះដែរមានសេចក្តីថ្លែងការណ៍ពីភាគីថៃបាទបានលើកឡើងថាទាហានខ្មែរបានចូលទៅក្នុងតំបន់ព្រំដែនចំនួនហើយទាហានថៃរបស់ខ្លួននឹងបានចូលទៅចរចានិងហាមឃាត់បាទប៉ុន្តែទាហានខ្មែរបានបើកការបាញ់ប្រហារនិងបណ្ដេញឲ្យទាហានថៃនឹងត្រូវបាញ់តបការពារខ្លួនវិញដែរបាទអញ្ចឹងតើតងទៅសេចក្តីថ្លែងការណ៍របស់ខាងភាគីថៃគេថាភាគីថៃគឺឃើញទាហានខ្មែរយើងចូលទៅតំបន់ហ្នឹងគឺជាបើយើងហៅទៅតំបន់ហ្នឹងគឺហាមឃាត់បាទហើយគេនឹងក៏ចូលមកចរចាប៉ុន្តែនៅពេលដែលចូលមកចរចាហ្នឹងគេថាទាហានខ្មែរយើងគឺអ្នកបាញ់បាទអញ្ចឹងក៏ធ្វើឲ្យមានការផ្ទុះខាងថៃក៏បាញ់តបតជាមួយខ្មែរយើងវិញតែម្ដងបាទនេះបើតាមសេចក្តីថ្លែងការណ៍របស់ខាងភាគីថៃបាទដល់ឡែកភាគីខាងកម្ពុជាជាវិញបាទអ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាគឺលោកម៉ៅផល្លាលោកបាននិយាយថាទាហានថៃបានបើកការបាញ់ប្រហារនៅពេលទាហានខ្មែរកំពុងដើរល្បាតតាមទម្លាប់នៅតាមព្រំដែនការបាតុកិច្ចគ្នានេះរយៈពេល10នាទីមានបញ្ជាការទ័ពប្រចាំតំបន់ប្រទេសទាំងពីរបានជួបនិយាយគ្នាតាមទូរស័ព្ទហើយបញ្ជាឲ្យមានបទឈប់បាញ់គ្នាសិនបាទចំណែកខាងភាគីខ្មែរយើងថាទាហានថៃជាអ្នកបាញ់មកលើទាហានខ្មែររបស់យើងមុនអញ្ចឹងទើបធ្វើឲ្យមានការបាញ់ប្រហារគ្នាប៉ុន្តែតាមសេចក្តីថ្លែងការណ៍របស់ភាគីថៃគេថាខ្មែរយើងជាអ្នកបង្កចំនួនមុនហើយខ្មែរយើងបានចូលទៅតំបន់គេហាមឃាត់នឹងហើយក៏បាញ់ខាងថៃមុនហើយថៃក៏បាញ់ដើម្បីតបទល់ការពារខ្លួនវិញប៉ុន្តែភាគីខ្មែររបស់យើងគឺនិយាយថាតាក់ទងទៅនឹងការបាញ់ហ្នឹងគឺទាហានថៃជាអ្នកបាញ់មុនបាទនៅពេលដែលខ្មែរយើងដើរល្បាតធម្មតានៅតាមព្រំដែនហ្នឹងបាទហើយការបាញ់ប្រហារគ្នាហ្នឹងគឺជារយៈពេល10នាទីបាទការបាញ់ប្រហារហ្នឹងហើយបន្ទាប់ពីហ្នឹងមកគឺមានបញ្ជាការកងទ័ពប្រចាំតំបន់ទាំងពីរហ្នឹងបាទនិយាយទូរស័ព្ទនិយាយគ្នាតាមទូរស័ព្ទហើយក៏បានបញ្ជាឲ្យឈប់បាញ់គ្នាបាទឈប់បាញ់គ្នាសិនបាទដល់ឡែកខាងភាគីថៃវិញគេបាននិយាយថាខាងភាគីថៃហ្នឹងពុំមានទាហានរបស់ខ្លួនម្នាក់ណាស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នានោះទេបាទអញ្ចឹងគេបានអះអាងថាខាងគេគឺអត់មានទាហានណាមួយដែលបានស្លាប់នៅក្នុងហេតុការណ៍បាញ់គ្នានោះទេបាទរដ្ឋមន្ត្រីការពារជាតិថៃលោកភូមិថាំវេឆាយៃបាននិយាយថាភាពតានតឹងត្រូវបានដោះស្រាយហើយបញ្ជាក់ថាកងទ័ពប្រទេសទាំងពីរគ្មានចេតនាចង់បាញ់ប្រហារគ្នាទេបាទនេះបើតាមរដ្ឋមន្ត្រីការពារជាតិថៃបាទលោកថាភាពតានតឹងត្រូវបានដោះស្រាយហើយអញ្ចឹងតកតងការបាញ់ប្រហារគ្នានឹងគឺភាគីទាំងសងខាងគឺគ្មានអ្នកណាចង់មានសង្គ្រាមនោះទេបាទមានចំនួនការបាញ់គ្នានោះទេបាទអរគុណដល់ពុកម៉ែបងប្អូនតាមដានទស្សនាតាមរយៈ Channel យើងខ្ញុំហើយពុកម៉ែបងប្អូនថ្មីដែលមិនទាន់ Subscribe សូមជួយ Subscribe ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីនៅពេលដែលខ្ញុំបានបង្ហោះទៅបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀត